ប្រវត្តិស្រុកបាភ្នំនៅខេត្តព្រៃវែងជាយូរលង់ណាស់មកហើយស្រុកបាភ្នំក៏កើតឡើងដោយមានឈ្មោះថានគរបាភ្នំនគរនេះព្រះមហាក្សត្រជាអ្នកគ្រប់គ្រងហើយដឹកនាំដោយមេទ័ពស្រីនិងប្រុសយ៉ាងខ្លាំងពូកែលើតំបន់អាណាខេត្តនានាទាំងអស់ទ័ពការពារនគរបាភ្នំមានទ័ពបានិងទ័ពមេជាច្រើនហើយបណ្ដាទ័ពបរទេសបាក់ធ្លាប់ខ្លាចទ័ពនគរបាភ្នំនៅសម័យនោះគឺស្រីទេដែលដណ្ដឹងប្រុសម្យ៉ាងទៀតទ័ពបានិងទ័ពមេតែងតែប្រឡងប្រជែងគ្នាលើការងារបម្រើនគរហើយនាំគ្នាពូនភ្នំប្រឡងប្រជែងខាងបាគេពូនខាងបាខាងមេដែងគេពូនខាងមេដែងនិងសន្មតផ្កាយព្រឹករះគឺឈប់សម្រាកពូនភ្នំពេលនោះទ័ពខាងមេដែលមានល្បិចចង់ឈ្នះទ័ពខាងបាបានធ្វើគោមហោះមួយខ្ពស់នៅខាងគេខាងបាកាលឃើញគោមនោះរះឡើងស្មានថាផ្កាយព្រឹករះក៏ឈប់សម្រាកពូនភ្នំខាងទ័ពមេដែងគេនៅតែពូនភ្នំដល់ផ្កាយព្រឹករះដូច្នេះខាងមេដែងគេពូនភ្នំបានខ្ពស់ជាងខាងទ័ពបាគេបន្តប្រឡងប្រជែងគ្នាខាងបាញ់ធ្នូទៅវិញទៅមកទៀតខាងទ័ពបាគេកាច់ឈើល្អធ្វើព្រួញបាញ់ទៅខាងមេដែងជាប់នាមថាភ្នំឈើកាច់ម្លោះហើយខាងភ្នំមេដែងមានដើមឈើល្អដុះរហូតមកដល់សពថ្ងៃនេះខាងទ័ពភ្នំមេដែងគេកាច់ឈើតូចតាចមិនល្អធ្វើព្រួញបាញ់មកខាងទ័ពភ្នំបាម្លោះហើយភ្នំឈើកាច់មានដើមឈើតូចតាចទៀបមិនល្អដុះរហូតមកដល់សពថ្ងៃជាប់នាមមកថាបាភ្នំនិងភ្នំមេដែងបណ្ដាទ័ពភ្នំបានិងទ័ពភ្នំមេដែងបន្តប្រឡងប្រជែងមហិទ្ធិឫទ្ធិដោយភ្នំបាប្រើដំរីតទៅពិតភ្នំមេដែងបាក់មួយចំហៀងខាងជើងឯទ័ពខាងភ្នំមេដែងប្រើមន់សម្រាប់កកាយភ្នំបាឲ្យរត់តាត់រត់តាយគ្នាដូចជាភ្នំមន់កាយคล้ายមកជាភ្នំធម្មមាកាជាដើមមេទ័ពមួយមានមហិទ្ធិឫទ្ធិខ្លាំងពូកែឈ្មោះតេជោប្រពន្ធឈ្មោះរតជាសិស្សសំណប់ចិត្តរបស់ព្រះមហាក្សត្រគ្រប់គ្រងទាំងអស់តេជោនាងរតមានកូនប្រុសមួយឈ្មោះមរិផលបញ្ជូនឲ្យទៅបំពេញវិជ្ជានៅសាលាទ័ពនគរក្រិចស្ដេចក្រិចទទួលរាប់អានស្រឡាញ់មរិផលណាស់ដោយប្រគល់មរិផលឲ្យមេទ័ពក្រិចម្នាក់ដែលជាអាចារ្យទេសាប្រម៉ោកបង្ហាត់បង្រៀនក្បួនវេទមន្តនិងក្បួនចម្បាំងសាងសង់ផងទាំងឡាយមរិផលរៀនសូត្រពូកែលើសសិស្សដតីពេលនោះស្ដេចក្រិចនិងអាចារ្យទេសាប្រម៉ោកទ្រង់សពព្រះហឫទ័យនិងស្រឡាញ់មរិផលណាស់ស្ដេចក្រិចទ្រង់បញ្ជាឲ្យមេទ័ពក្រិចគឺអាចារ្យទេសាប្រម៉ោកខាងលើនេះរកល្បិចយ៉ាងណាកុំឲ្យមរិផលវិលត្រឡប់មកនគរបាភ្នំវិញមេទ័ពក្រិចមានកូនក្រមុំមួយឈ្មោះមេសគាត់នឹងផ្សំផ្គុំឲ្យមរិផលចុះកិច្ចសន្យាថាអ្នកឯងត្រូវនៅនគរក្រិចកុំវិលត្រឡប់ទៅនគរវិញស្ដេចក្រិចនឹងតែងតាំងអ្នកឯងជាមេទ័ពក្រិច
យើងជាមេតបក្រិចជាគ្រូនឹងប្រគល់នារីជាមេតបទៅឲ្យអ្នកឯងហើយលើកកូនក្រមុំយើងទៅឲ្យអ្នកឯងទៀតតែបើឯងក្បត់នឹងកិច្ចសន្យាយើងនឹងកាត់ក្បាលអ្នកឯងចោលពេលនោះមរិផលខ្លាចលោកអាចារ្យទីសាបមោកជាគ្រូណាស់ក៏យល់ព្រមតាមកិច្ចសន្យាមរិផលត្រូវបានតែងតាំងជាមេតបក្រិចហើយនឹងបានផ្សំគុំជាមួយនាងមេសជាប្រពន្ធអស់រយៈកាល3ឆ្នាំមានកូនប្រុសមួយឈ្មោះគិរីជូតកាលនោះនគរភ្នំបានកើតសឹកសង្គ្រាមនឹងទ័ពជិតខាងមកឈ្លានពានព្រះមហាក្សត្រនគរភ្នំបានត្រាស់បញ្ជាឲ្យតេជោវ័យចាស់ប្រមូលពលវាយបង្ក្រាបសត្រូវឆ្លៀតឱកាសនោះតេជោគាត់បានផ្ញើសម្បត្តិមួយទៅមរិផលជាកូនបញ្ជាក់ថាឪពុកមានជំងឺជាទម្ងន់មរិផលបានទទួលសម្បត្តិឪពុកហើយក៏តក់ក្រហល់នឹងឪពុកម្ដាយនឹងនគរកំណើតគិតវិលត្រឡប់មកនគរកំណើតភ្លាមតែភ័យខ្លាចនឹងកិច្ចសន្យាឪពុកក្មេកហើយក៏សម្រេចចិត្តរត់ចោលប្រពន្ធកូនមកដល់នគរភ្នំជាស្រុកកំណើតវិញជួបជុំឪពុកម្ដាយពេលនោះតេជោនិងនាងរតជាឪពុកម្ដាយបាននាំមរិផលទៅបង្គំគាល់ព្រះមហាក្សត្រនគរភ្នំនៅប្រាសាទច័ន្ទឆាយាស្ដេចនគរភ្នំទ្រង់សពព្រះតីតែងតាំងមរិផលជាមេតបនគរភ្នំហើយជាទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រនគរភ្នំផងឯលោកតេជោព្រះមហាក្សត្រតែងតាំងជាអុកញ៉ាធម្មាតេជោអមព្រះមហាក្សត្រពេលនោះព្រះមហាក្សត្រទ្រង់បញ្ជាអុកញ៉ាធម្មាតេជោនិងមរិផលប្រមូលទ័ពមានទ័ពដំរីទ័ពដំបងដែកស្នលំពេងទ័ពទុងស្គរស្នូស្នាទ័ពបោះលៀនដើម្បីទៅបង្ក្រាបជនឈ្លានពានពេលនោះទ័ពបរទេសត្រូវបរាជ័យបាក់ធ្លាប់ខ្លាចពីនគរភ្នំព្រះមហាក្សត្រនគរភ្នំទ្រង់សពព្រះហឫទ័យត្រាស់បញ្ជាឲ្យទ័ពរក្សាជ័យជំនះដូច្នេះទ័ពត្រូវបោះពង្រាយជុំវិញនគរភ្នំមានតាំងមុខភ្នំព្រៃដំរីរហូតដល់ភ្នំមេដែងឯស្ដេចនគរក្រិចកាលបើដឹងថាមរិផលរត់ចោលនគរក្រិចប្រពន្ធកូនហើយក្បត់នឹងកិច្ចសន្យាក៏ត្រាស់បញ្ជាឲ្យមេទ័ពក្រិចដែលជាអាចារ្យទេសាប្រមោកនិងជាឪពុកក្មេកមរិផលឲ្យមានវិធានការតាមសម្រាប់មរិផលអាចារ្យទេសាប្រមោកក៏ធ្វើហឹបយន្តមួយថ្វាយស្ដេចក្រិចនិងផ្ញើសារមកស្ដេចនគរភ្នំដោយសង្កត់ធ្ងន់ថាហឹបយន្តអ្នកខ្លាំងពូកែទើបអាចបើកបានបើបើកមិនបានទេនគរក្រិចនឹងលើកទ័ពមកកំទេចនគរភ្នំជាក់ជាចំណុះព្រះមហាក្សត្រនគរភ្នំក៏បានរិះរកអ្នកខ្លាំងពូកែដើម្បីបើកហឹបនោះពេលនោះមរិផលដឹងខ្លួនថាហឹបយន្តនេះច្បាស់ជាឪពុកក្មេកផ្ញើឲ្យមកកាន់ក្បាលគាត់ហើយទើបហឹបនោះមានតែរូបគាត់ទេទើបបើកបានមរិផលស្រឡាញ់នគរនិងព្រះមហាក្សត្របាននិយាយដំណើររឿងនេះជូនអុកញ៉ាតេជោជាឪពុកស្ដាប់អុកញ៉ាធម្មាតេជោក៏នាំដំណឹងនេះទៅបង្គំគាល់ស្ដេចទ្រង់ត្រាស់បញ្ជាឲ្យនាមម៉ឺនសពមន្ត្រីនិងពលទាំងអស់ដង្ហែមរិផលចូលបង្គំគាល់ស្ដេចនៅប្រាសាទច័ន្ទឆាយាហើយស្ដេចត្រាស់បញ្ជាឲ្យមរិផលបើកហឹបនោះភ្លាមពេលនោះហឹបយន្តបើកបានក៏ម៉ាស៊ីនយន្តកាត់ក្បាលមរិផលធ្លាក់ចូលក្នុងហឹបរួចត្រឡប់
ទៅនគរក្រិចព្រះមហាក្សត្រនគរភ្នំនាមមើលសពមន្ត្រីបណ្ដាមេទ័ពនិងពលទ័ពទាំងអស់រុនធុតស្មារតីនឹងស្ដាយមរិផលស្ដេចទ្រង់ត្រាស់បញ្ជាឲ្យតម្កល់សពមរិផលនៅប្រាសាទចន្ទឆាយាដោយធ្វើបុណ្យឧទ្ទិសចំនួន7ថ្ងៃ7យប់ហើយទ្រង់ត្រាស់បញ្ជាឲ្យកំណត់បុណ្យរំលឹកវិញ្ញាណក្ខន្ធមរិផលចំនួន3ថ្ងៃជារៀងរាល់ឆ្នាំដោយប្រគល់អាណាខេត្ត10បណ្ដាមេទ័ពត្រូវនាំសុយសាអាកនិងរៀបចំបុណ្យនេះហើយត្រូវយកមនុស្សអស់ជីវិតមកកាត់ក្បាលបូជាយ៉ាញ់គោរពបូជាជូនវិញ្ញាណក្ខន្ធមរិផលដែលអ្នកខ្លាំងពូកែស្នេហាជាតិដំណរក្រោយមកគេធ្វើបុណ្យនៅថ្ងៃ13 14 15កើតខែចេសរៀងរាល់ឆ្នាំដោយហៅថាបុណ្យឡើងអ្នកតាឯនាងមេសនិងគិរីជោតជាកូននៅឯនគរក្រិចដឹងថាប្តីនឹងជាឪពុកត្រូវហឹបយន្តរបស់ឪពុកនឹងជីតាកាត់ក្បាលយកទៅនគរក្រិចហើយនោះមានការសោកស្ដាយអាណិតប្តីក៏នាំគ្នាមកដល់នគរភ្នំពេលដែលនគរភ្នំកំពុងតម្កល់សពមរិផលធ្វើបុណ្យពេលនោះអុកញ៉ាធម្មាដេជោនិងនាងរតជាឪពុកក្មេកនាំនាងមេសនិងគិរីជោតជាកូនប្រសានិងជាចៅទៅថ្វាយបង្គំគាល់ព្រះមហាក្សត្រនៅប្រាសាទចន្ទឆាយាស្ដេចទ្រង់ជ្រាបហើយសពព្រះតីតែងតាំងនាងមេសជាមេទ័ពនគរភ្នំជំនួសមរិផលជាប្តីនិងគិរីជោតជាទីប្រឹក្សាផ្ទាល់របស់ព្រះនាងមេសជាម្ដាយនាងមេសនិងគិរីជោតបានទៅឃើញសាកសពប្តីដែលតម្កល់ធ្វើបុណ្យនៅប្រាសាទចន្ទឆាយារយៈពេល7ថ្ងៃ7យប់គិរីជោតគិតជប់សពឪពុកឲ្យរស់ឡើងវិញដោយយកក្បាលមនុស្សផ្សេងមកតភ្ជាប់នឹងខ្លួនឪពុកតែរកពុំបានពេលនោះស្ដេចទ្រង់ត្រាស់បញ្ជាឲ្យនាងមេសនិងគិរីជោតដើរត្រួតពលទាំងអស់បានឃើញដំរីមួយហើយកាត់ក្បាលដំរីនោះមកជប់តភ្ជាប់ខ្លួនឪពុកនៅព្រៃជប់ខាងលិចភ្នំសពថ្ងៃហៅថាព្រៃជប់ឪពុកបានរស់ឡើងវិញតែខ្លួនជាមនុស្សក្បាលជាដំសត្វដំរីហើយគេហៅថាកណេះនាងមេសជាមេទ័ពនគរភ្នំនិងគិរីជោតបានបំរើស្ដេចបំរើទ័ពនិងប្រជាពលករបានសុខសេមខ្សានសម្បូររុងរឿងដោយអនុវត្តតាមព្រះរាជបញ្ជាបុណ្យរំលឹកគុណមរិផលដែលតមកហៅថាបុណ្យឡើងអ្នកតាប្រវត្តិនគរបាភ្នំคล้ายមកជាអាណាខេត្តបាភ្នំហើយមកជាស្រុកបាភ្នំចៅវាយអាណាខេត្តអ្នកស្រុកមានងារជាប់ថាអ្នកអុកញ៉ាធម្មាដេជោឬចៅវាយស្រុកបាភ្នំមានត្រារូបហនុមាន